ភាគីណាផ្ទុះអាវុធមុនសម្ដេចធិបតីហ៊ុនម៉ាណែតចង់ឲ្យអាមេរិកនិងម៉ាឡេស៊ីផ្ទៀងផ្ទាត់ជាមួយរូបភាពកាយរូណបតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចធិបតីហ៊ុនម៉ាណែតបានលើកឡើងថាចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពកាយរូណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបាញ់មុនសម្ដេចធិបតីបានបញ្ជាក់ថាវិធីសាស្ត្រនេះអាចជាវិធីងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការទន្ទឹមគ្នានេះសម្ដេចធិបតីក៏បានថ្លែងអំណរគុណលោកទាំងពីរចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ